update តម្លៃហាងឆេងមាសនៅថ្ងៃទី25 ខែ 2 2026 មាសនៅក្នុង time frame 1 ម៉ោងឥឡូវយើងឃើញហើយថាទីផ្សារមាសគឺវាស្ថិតនៅក្នុងលំហូរ uptrend នៅឡើយទេបាទគឺវាមិនទាន់បានបំបែកនៅតម្លៃ low មួយទេអញ្ចឹងហើយកម្លាំងឡើងរបស់វាគឺនៅតែបន្តឡើងដដែលបាទអញ្ចឹងបើសិនជាវាស្ថិតនៅក្នុងលំហូរ uptrend បែបនេះបងប្អូនទាំងអស់គ្នាគួរតែព្យាយាមទិញឲ្យបានច្រើនជាងលក់បាទហើយរាល់ការចូលផ្សារទាំងអស់គឺត្រូវតែប្រើ TP ហើយនិង SL ជាចាំបាច់បំផុតជៀសវាងនឹងការហូរខាតច្រើនហើយបើសិនជាទីផ្សារវាបន្តឡើងទៅច្រើនដែលវាអាចបំបែកនៅតម្លៃ 5240 អញ្ចឹងទីផ្សារមាសវានឹងបន្តឡើងទៅទៀតដែលវាអាចនឹងទៅដល់តម្លៃ 5442 បាទចឹងហើយបងប្អូនទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នមែនទែនសម្រាប់ទីផ្សារមាសបាទហើយបើសិនជាទីផ្សារមាសវាត្រឡប់មកវិញដែលវាអាចបំបែកនៅតម្លៃ low ខាងក្រោមនេះវិញតែនៅតម្លៃ 5112 បាទគឺបងប្អូនទាំងអស់គ្នាអាចព្យាយាមលក់ឲ្យបានច្រើនជាងទិញបើកាលណាវាមកបំបែកតែបើសិនជាវាអត់បំបែកទេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចលេងខ្លីៗបាននៅចន្លោះតម្លៃ 5240 មក 5117 បាទអញ្ចឹងតម្លៃទាំងអស់ហ្នឹងគឺបងប្អូនទាំងអស់គ្នាអាចលេងបានអញ្ចឹងយើងចូលទិញចូលលក់តាម support ហើយនិង resistance បាទអញ្ចឹងបើសិនជាទីផ្សារមាសវានៅតែបន្តធ្លាក់មកទៀតបាទអញ្ចឹងតម្លៃដែលយើងអាចចូលទិញបាននៅតម្លៃ 5042 បើសិនជាវាធ្លាក់មកពីខាងលើមកដល់ខាងក្រោមគឺយើងអាចធ្វើការទិញឡើងម្ដងទៀតបានហើយបើសិនជាវាធ្លាក់មកទៀតបាទបងប្អូនទាំងអស់គ្នាអាចចូលទិញមួយទៀតបានប៉ុន្តែដូចខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងថាការ trade គឺត្រូវតែមាន TP ហើយនិង SL ជាដាច់ខាតបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បើក account ដើម្បីជួញដូរតម្លៃហាងឆេងមាសអាចបើកជាមួយនឹងក្រុមហ៊ុន Blackwell បានហើយបងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងមកតាម Telegram ខាងលើបានដូចគ្នាបាទអរគុណ